បាទទស្សនីប្រិយមិត្តភ័ក្តិអស់ជាទីគោរពរាប់អានបាទជួបជាមួយគ្នាម្ដងទៀតជាមួយនឹងរបៀបនៃការបង្កើត account Facebook នៅលើ iPhone បាទដើម្បីបង្កើត account Facebook នៅលើ iPhone ឬក៏នៅលើ smartphone ប្រតិបត្តិការ Android ក៏ដូចគ្នារបៀបនៃការបង្កើត account Facebook នឹងគឺមានពីរមួយគឺអ្នកទាំងអស់គ្នាអាចបង្កើតបានដោយប្រើជាមួយនឹងលេខទូរស័ព្ទហើយមួយទៀតគឺបង្កើតជាមួយនឹង email តែថ្ងៃនេះខ្ញុំលើកបង្ហាញអំពីរបៀបនៃការបង្កើតនៅលើ email ការបង្កើតតាមរយៈការ email នេះមានសុវត្ថិភាពជាងការបង្កើតជាមួយនឹងលេខទូរស័ព្ទដោយគ្រាន់តែយើងភ្ជាប់ជាមួយលេខទូរស័ព្ទក៏បានដើម្បីដាក់ប្រព័ន្ធសុវត្ថិភាពក៏ប៉ុន្តែថ្ងៃនេះខ្ញុំលើកតែជាមួយ email មកឲ្យប្រិយមិត្តទាំងអស់គ្នាទស្សនាតែប៉ុណ្ណោះរបៀបនៃការបង្កើត account Facebook មុនដំបូងលោកអ្នកត្រូវតែបង្កើត account email ណាមួយដូចជា Gmail, Hotmail, Yahoo ឬក៏ Apple Mail ផ្សេងទុកមួយជាមុនសិនដូច្នេះពេលនេះខ្ញុំបង្កើត account Gmail មួយអញ្ចឹងយើងបង្កើត account Gmail រងចាំទៅពេលនេះខ្ញុំបង្កើត account Gmail រងចាំមួយបន្ទាប់មកយើងមកបង្កើត account Facebook ឲ្យដូចទៅនឹង account Gmail ដែលយើងបង្កើតរងចាំនេះអញ្ចឹង account Gmail ដែលខ្ញុំបង្កើតរងចាំនៅពេលនេះបាទអញ្ចឹងយើងពិនិត្យមើល account Gmail ដែលយើងបង្កើតរងចាំហើយមកបង្កើត account Facebook ឲ្យដូចទៅនឹង account Gmail ហ្នឹងមិនថាតែ Gmail ឬក៏ Hotmail Yahoo ប្រិយមិត្តទាំងអស់គ្នាអាចបង្កើតបានដូចគ្នាសម្រាប់ផ្ទៀងផ្ទាត់គឺ verify ជាមួយនឹង Facebook បន្ទាប់មកលោកអ្នក download app Facebook មួយហើយបើក Facebook យើងចាប់ផ្ដើមបង្កើតអូខេតោះចាប់ផ្ដើមបង្កើតបន្ទាប់មក select លើពាក្យដើម្បីបង្កើត select លើពាក្យ sign up for Facebook បន្ទាប់មក select get start កន្លែងនេះគឺឲ្យជំរើសតើយើងចង់បង្កើតជាមួយនឹងលេខទូរស័ព្ទឬក៏ជាមួយនឹង email ទៅពេលនេះយើងជ្រើសរើសយកបង្កើតជាមួយនឹង email សូម select នៅខាងក្រោមបន្ទាប់មកឲ្យយើងវាយបញ្ចូល email ដែលយើងចង់បង្កើត email នេះគឺ email ដែលខ្ញុំប្រាប់ពីដំបូងអញ្ចឹងគឺ email ដែលយើងធ្វើរងចាំមួយហើយឥឡូវនេះខ្ញុំធ្វើ email រងចាំមួយហើយគឺ email Gmail បាទបន្តមកទៀត select go បាទហើយកន្លែងនេះវាបញ្ចូលឈ្មោះតកូលរបស់យើងឈ្មោះយើងគឺវាច្រាស់គ្នាបាទបន្ទាប់មក go ទៀតហើយវាលេខសម្ងាត់ដែលលោកអ្នកចង់បានវាសម្ងាត់មួយណាក៏បានដែរហើយ go បន្តទៀតនេះគឺថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតបន្តមក select continue page តោះជ្រើសរើស page ស្រីឬក៏ប្រុសបើហើយ select OK បាទហើយយើងត្រូវការដាក់រូបថតចូលឬក៏អត់ទេឥឡូវយើង skip មិនទាន់ដាក់ទេចុច skip ដល់កន្លែងនេះយើងត្រូវការfind ជាមួយនឹងfriend យើងអត់ទេបើអត់ទេយើង skip សិនបាទដល់ពេលនេះយើងចូលមកដល់ហើយ fit តែអត់ទាន់មាន friend អត់ទាន់មានអីអញ្ចឹងបាទនេះគឺ profile អញ្ចឹងយើងបង្កើតចប់ហើយប៉ុន្តែយើងមិនទាន់ add friend បានឬក៏ like page អីបានទេតតែយើងទៅ confirm mail យើងសិននេះយើងទៅ confirm mail ដែលយើងបង្កើតមិញគឺឥឡូវបាន message មកមួយ
ចឹងនៅពេលដែលយើងបង្កើត Facebook ហើយ Facebook នោះបានបង្កើតផ្ញើ mail មួយមកចូលប្រអប់ mail ដែលយើងធ្វើរងចាំនេះអញ្ចឹងយើងចូលតែ confirm mail នេះសិននេះគឺ Facebook ផ្ញើមកមិញអញ្ចឹងយើងចុចចំ Facebook នោះហើយចុច confirm ក៏បានគឺយើងយកកូដនេះទៅបំពេញក៏បានឥឡូវចុច confirm តែម្ដងបន្ទាប់មក continue បាទហើយ next next តទៀតក៏មកនេះ select the app របស់ Facebook អញ្ចឹងវាឲ្យយើង download តែយើង download ហើយចុច open តែម្ដងអញ្ចឹងបានវិលមកចូល profile របស់យើងវិញអញ្ចឹងពេលនេះគឺយើងអាច confirm friend បានហើយបាទពេលនេះគឺយើងអាច add friend បានហើយឬក៏ like page អីបានហើយអញ្ចឹងយើង like page អូខេពេលនេះយើងអាច like page បានហើយបាទអូខេរួចរាល់ហើយសម្រាប់ការបង្កើត account Facebook អរគុណមិត្តភក្តិអរគ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូនេះអរគុណសូមជម្រាបលា